បើសិនជាអ្នកមើលវីដេអូនេះវានឹងមានប្រយោជន៍ឥឡូវខ្ញុំប្រាប់បងឲ្យចេះវិធីស្ងោរជ្រូកក្រោយឆ្នាំងទៅប្រើទៅធានាថាឆ្ងាញ់សម្រាប់ក្រុមគ្រួសារមិនខានគ្រឿងផ្សំត្រីងៀតមួយកន្ទុយពងមាន់ឬពងទា2គ្រាប់ពេងប៉ោះ1ផ្លែស្វាយ1លើ2ផ្លែឬក៏ចង់ប្រើម្ជូរអំពិលជំនួសក៏បានជីជ្រូកនិងទេសការ៉ាត់1គ្រាប់សាច់ត្រី1ស្លាបព្រាបាយអំបិល1លើ2ស្លាបព្រាកាហ្វេម្សៅស៊ុបមាន់1ស្លាបព្រាកាហ្វេទឹកស៊ុប2វែកកន្លះទ្រុំជ្រូករបៀបធ្វើយកត្រីងៀតមកអាំងឬបំពងឲ្យឆ្អិនរួចបេះជាចម្រៀកតូចបេះយកតែសាច់ពងមាន់ស្ងោរឲ្យឆ្អិនបកសម្បកចេញហើយមួយគ្រាប់ពុះជាវងយកពេងប៉ោះកាត់វាស្តើងល្មមស្វាយសាប់ឲ្យល្អិតជីជ្រូកនិងម្ទេសបេះលាងទឹកឲ្យស្អាតយកឆ្នាំងភ្លើងឬចានគោមរៀបពេងប៉ោះស្វាយដាក់បាតចានត្រីងៀតពងមាន់ទេសនិងជីជ្រូកដាក់ពីលើបន្ទាប់មកទៀតយកឆ្នាំងសម្លដាក់ដាំទឹកឲ្យពុះបង់គ្រឿងអំបិលទឹកត្រីម្សៅស៊ុបភ្លក្សមើលល្មមទើបយកចាក់នឹងសាច់បន្លែដែលរៀបទុកទើបបរិភោគបាន